ង្គ្រាមនោះទេថែមទាំងអនាគតរបស់នាងនិងអនាគតសម្បុកផងដែរខ្ញុំជឿជាក់លើនាងណាចាត្រៀមជឿជាក់លើខ្លួនឯងជាសិនតែមិនជឿសោយើងស្ថិតក្នុងការវាយប្រហារហើយវាគួរតែកាលឡើងពី3ថ្ងៃទៀតអ្នកដកព័ត៌មានសម្រាប់យើងកំពុងសម្រាប់សម្រួលគាត់ត្រូវដាក់ដកព័ត៌មានទៅពួកគេនោះគឺជាម្ចាស់សត្វដែលយើងដែលកំពុងតែឈឺយើងគ្មានមេដឹកនាំទេយើងមិនបានត្រៀមខ្លួនទុកជាមុនចំពោះរឿងនេះទេតែមែនហើយម៉ាយ៉ាស្គាល់អមនោះដូច្នេះនាងភ័យខ្លាចនាងមិនទុកការងារនាងចោលនោះទេនាងបានរៀបចំកងទ័ពដើម្បីប្រយុទ្ធរួចជាស្រេចទៅហើយអ្នកជាមចូលទៅកន្លែងនាងមិនទាន់រួចរាល់ធ្វើការងារនេះទេប្រហែលជានាងនិយាយត្រូវអេម៉ារីតែគ្មានពេលគិតរឿងនោះទេយើងប្រយុទ្ធទាំងអស់គ្នាការប្រយុទ្ធជាសាហាវឃុំជាច្រើនបានរងរបួសត្រូវតែឃុំបញ្ញានាំពួកគេចូលក្នុងតែមិនយូរឃុំគ្រប់គ្រងបានហើយអាម៉ាត់នឹងខ្លួនថាពួកគេចាំ